ខាងនេះគេហៅថារាជវាំងឬ Royal Palace អញ្ចឹងការ Royal Palace នឹងផ្ទះប្រជាពលជនវាខុសគ្នាទាំងណាទី1ក្បឿងទី2វាំងនោនណាបងយើងឃើញដល់ច្បាស់ហើយខាងនេះមន្ទីរពេទ្យបាទមកមិនមែនមកសម្រាប់កូនទេគាត់តងន់ប៉ុន្តែមកយកកូនចេញបាទអូចំណុចហ្នឹងមាន បាទមានទាំងអស់បាទនេះខាងនេះធ្លាក់មកក៏កពើខំមិនថាខ្មែរមិនថាចាមទេកណាធ្លាក់មកគឺកពើខំហើយកពើហ្នឹងគេចិញ្ចឹមនៅទីណាចិញ្ចឹមផ្លូវចូលនៅខ្លោងទ្វារទន្លេអុំឬគេហៅថាបាទក្រុងនគរធំដែលព័ទ្ធជុំវិញនៃប្រាសាទបាយ័ននេះឯងបាទអញ្ចឹងគេចិញ្ចឹមកពើកណាកពើធ្លាក់ទៅវាជាអីមនុស្សធ្លាក់ទៅវាជាចំណីកពើនឹងឯងវាជាអាហារអញ្ចឹងមកមើលខាងនេះគាត់ដាំបាយឆ្អិនហើយគាត់ហិតត្រីហ្នឹងគឺត្រីដែលអត់មានសកាណាត្រីតាអោនអញ្ចឹងគាត់ឈ្ងុយរួចហើយគាត់ប្រាប់ប្តីគាត់ឃើញប្តីគាត់លើកដៃមកថាចាំតិចគាត់រត់ទៅយកកូនបាទប្រុសកូនវាលពឹសរត់ទៅក្នុងព្រៃអញ្ចឹងយើងមើលទីនេះឃើញកបីឲ្យកូនបើដោះណាបាទអញ្ចឹងយើងមើលនៅក្នុងនេះមិត្តភក្តិគាត់គិតច្រើនប្តីចេញទៅច្បាំងទៅគាត់អត់មានការងារក៏គិតច្រើនទៅបាទខាងនេះក៏មានគេហៅថាវិធីជីវិតក្នុងការរែកនំលក់ជាដើមអញ្ចឹងដើម្បីយកថវិកាដើម្បីជួយបន្តទៅទៀតបាទអញ្ចឹងណាហើយមកខាងនេះយើងឃើញចេះបងបាទឃើញទេខ្លាខំបាទអញ្ចឹងដល់ពេលខាងនេះគេប្រាប់ឲ្យមិត្តភក្តិនេះរែកឲ្យលឿនឡើងឆាប់កុំឲ្យខ្លាខំដូចមិត្តភក្តិអញ្ចឹងយើងឃើញអីគេខាងនេះបាទសត្វអីវិសិទ្ធកប់បន្តិចអីបន្តិចមិនហ្នឹងណាបងអត់ទេកុកផ្សេងបាទនេះកុកនេះដូចជាមានក្បាច់ភ្ញីលើស្លាបអានឹងអីគេដូចជាហង្សបាទអូខេហើយត្រីនេះត្រីអីគេបងប្អូនលើកមេការយើងអាចថាអាចឆ្លើយបានសន្មត់បានទេត្រីនេះដូចជាអត់ទេអត់ទេត្រីអណ្ដែងបាទអញ្ចឹងបាទអញ្ចឹងឃើញមាននៅទៅនេះទេហើយនឹងមាននេះបាទអាយ៉ាត្រីអណ្ដែងបាទហើយអានេះប្រឹសណាយើងមើលអានោះអីនេះអញ្ចឹងយើងឃើញបាទនៅផ្ទាំងខាងកើតការចម្បាំងជាមួយចាមនិងខ្មែរអញ្ចឹងយើងមើលវិធីជីវិតខាងក្រោមបន្តទៀតយើងឃើញមានការបាទអត់មានការងារធ្វើរោចៃឲ្យគ្នាទៅបាទអញ្ចឹងគេឲ្យឈ្មោះថាវិធីជីវិតនៃបងប្អូនទន្លេសាបមានទាំងកូនខ្ចីកូនទូចអោបទៅបាទអោបបងអោបអូនអញ្ចឹងទៅបាទខាងនេះគេហៅថារាជវាំងឬ Royal Palace អញ្ចឹងការ Royal Palace នឹងផ្ទះប្រជាពលជនវាខុសគ្នាទាំងណាទី1ក្បឿងទី2វាំងនោនណាបងយើងឃើញដល់ច្បាស់ហើយខាងនេះមន្ទីរពេទ្យបាទមកមិនមែនមកសម្រាប់កូនទេគាត់តងន់ប៉ុន្តែមកយកកូនចេញបាទអូចំណុចហ្នឹងមានទាំងអស់បាទអូអញ្ចឹងមានន័យថាវិស័យសុខាភិបាលចំណន់ហ្នឹងក៏មិនធម្មតាដែរណាបងបាទមិនធម្មតាទេបងបាទបច្ចេកទេសគ្រប់ទាំងអស់អញ្ចឹងដែលមានប្រជាជន60លាននាក់មិនកើតបាទប្រទេសយើងគឺវារីកចម្រើនណាស់បាទបើច្រើនណាស់បងបរីចម្រើនទៅតាមនឹងបាទមិនថាពាក់ព័ន្ធនឹងសេដ្ឋកិច្ចវិស័យអីផ្សេងទេគឺរីកចម្រើនគ្រប់វិស័យទាំងអស់បើតាមប្រវត្តិសាស្ត្រយើងគិតថាកម្ពុជាទទួលបានពីឥណ្ឌាមកពីពិសេសផ្នែកចំនួនមុនគេណែមែនទេបងឬក៏យើងជនជាតិចិនមកចិនផងបាទចិនផងឥណ្ឌាផង